សូមគោរពនិងជម្រាបសួរបងប្អូនជនរួមជាតិខ្មែរចិត្តឆ្ងាយដែលកំពុងទស្សនាវីដេអូមួយនេះទាំងអស់គ្នាតាមរយៈទស្សនវិជ្ជាដែលនាងខ្ញុំបានលើកទង់ជ័យឲ្យដើរនៅក្នុងសួនដ៏ធំមួយរបស់ប្រទេសបារាំងកាលពីម្សិលមិញមានសំណួរបងប្អូនខ្មែរខ្លះសួរថាតើខ្មាស់គេអត់នាងខ្ញុំសូមឆ្លើយជូនបងប្អូនវិញថានាងខ្ញុំអត់មានខ្មាស់គេទេពិតមែនតែនាងខ្ញុំមកដល់ប្រទេសបារាំងក្នុងវ័យ16ឆ្នាំហើយជីវិតដែលរស់នៅលើប្រទេសបារាំងគឺច្រើនខ្លាំងសឹងតែចិត្តមួយជីវិតទៅហើយចំណែកបងស្រីម្នាក់ទៀតណាដែលដើរកាន់ទង់ជ័យជាមួយនាងខ្ញុំគាត់មកដល់ប្រទេសបារាំងនៅអាយុ12ឆ្នាំប៉ុណ្ណោះអញ្ចឹងគាត់បានប្រើប្រាស់ជីវិតរបស់គាត់សឹងតែ80%នៅលើទឹកដីបារាំងតែពួកយើងខ្ញុំមិនដែលភ្លេចកំណើតដែលជាជនជាតិខ្មែរក្តីសម័យរបស់នាងខ្ញុំគឺថ្ងៃមួយនាងខ្ញុំអាចលើកទង់ជ័យរបស់ប្រទេសកម្ពុជាហើយដើរកាត់វងមនុស្សរាប់រយរាប់ពាន់នាក់គ្រប់ជនជាតិទាំងអស់ដែលគេប្រជុំជនកុសកយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយគ្មានការខ្មាស់អៀនបន្តិចឡើយពីព្រោះនាងខ្ញុំគឺជាជនជាតិខ្មែរហើយនាងខ្ញុំមិនខ្លាចក្រែងនឹងបង្ហាញមហាជនឬក៏ផ្នែកជាតិអន្តរជាតិថានាងខ្ញុំពិតជាដើមកំណើតខ្មែរពិតមែនហើយក៏ចង់ជម្រាបបងប្អូនថាការដើរកាន់ទង់ជ័យរបស់ប្រទេសកម្ពុជាយើងនៅជុំវិញសួនដ៏ធំមួយនោះនៅមុខភ្នែកមហាជនរាប់រយនាក់នោះគឺបានទទួលភាពជោគជ័យខ្លាំងមែនទែនដែលនាងខ្ញុំមានអារម្មណ៍រំភើបរហូតមកដល់ថ្ងៃនេះនៅមិនទាន់បាត់ពីព្រោះយើងមានការចោលភ្នែកយើងមានការសុំថតជារូបភាពមានទាំងកាមេរ៉ាម៉ាន់ professional ដែលគាត់ចូលនិវត្តន៍សុំផ្ដិតរូបថតយកទៅធ្វើជាឬប៉ុកតាហើយអ្នកខ្លះទៀតគាត់ចូលរួមមកសុំថតជាមួយពួកនាងខ្ញុំទុកជាអនុស្សាវរីយ៍យើងខ្ញុំមានឱកាសណែនាំពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងដែលមកដល់ក្នុងពេលឆាប់នេះមានបងប្អូនជនជាតិបារាំងជាច្រើនទៀតដែលគាត់បានបញ្ចេញមតិថាពួកគាត់ស្គាល់ប្រទេសខ្មែរច្បាស់ពួកគាត់ទើបតែត្រឡប់មកពីដើរលេងកំសាន្តនៅប្រទេសខ្មែរយើងថ្មីនេះទេអញ្ចឹងបានថាការផ្ដោះផ្ដល់យោបល់ទាំងការបង្ហាញសម្លៀកបំពាក់និងការលើកទង់ជ័យមួយនេះនៅដិតជាប់អារម្មណ៍នាងខ្ញុំមកដល់ថ្ងៃនេះហើយចង់បង្ហាញភាពរីករាយសប្បាយខ្លាំងដែលបានចូលរួមធ្វើកិច្ចការបន្តិចបន្តួចនេះក្នុងនាមជាជនជាតិខ្មែរម្នាក់ហើយនាងខ្ញុំសូមជម្រាបឡើងវិញទៀតថានាងខ្ញុំគ្មានក្រុមគ្មានគ្នាច្រើនទេពួកនាងខ្ញុំមានតែគ្នា2នាក់ប៉ុណ្ណោះចឹងហើយបានការលើកទង់ជ័យនេះណានាងខ្ញុំបានស្វែងរកអ្នកជួយកាន់កាមេរ៉ានឹងជាយូរណាស់មកហើយប៉ុន្តែនាងខ្ញុំវាមានគ្នាតែ2នាក់គត់ហើយទើបតែថ្ងៃនេះក៏ឆ្លៀតឱកាសនេះអរគុណដល់បងស្រីធំដែលគាត់បានជួយកាន់កាមេរ៉ាតេលេហ្វូនដែលនាងខ្ញុំថតផ្ដិតរូបភាពទាំងអស់នេះដែលអនុញ្ញាតឲ្យនាងខ្ញុំបានវីដេអូដ៏ស្រស់ស្អាតមួយនេះបង្ហោះជូនបងប្អូនទស្សនាហើយក៏ឆ្លៀតឱកាសមួយនេះផ្ញើអរគុណជូនចំពោះប្អូនប្រុសម្ចាស់ហាងលក់ទូរស័ព្ទដៃនៅក្នុងខេត្តបាត់ដំបងដែលបានជូនទង់ជ័យខ្មែរដ៏ស្រស់ស្អាតមួយនេះដល់នាងខ្ញុំអញ្ចឹងវីដេអូមួយនេះត្រឹមតែជាការចែកចាយថាមិនបានធ្វើអ្វីធំដុំទេតែនាងខ្ញុំសប្បាយចិត្តដែលនាងខ្ញុំបានកាន់ទង់ជ័យខ្មែរដើរនៅហ៊ានដើរកាត់មុខមហាជនដែលមានគ្រប់ជាតិសាសន៍ទាំងកណ្ដាលថ្ងៃត្រង់ហើយមកដល់ថ្ងៃនេះនាងខ្ញុំពុំទាន់ឃើញមាននរណាម្នាក់បានធ្វើរួចនៅឡើយទេចាអញ្ចឹងត្រឹមតែការចែកចាយបន្តិចបន្តួចហើយក៏សូមជូនពរបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះឲ្យជួបតែសេចក្តីសុខសេចក្តីសប្បាយរកទទួលទានមានបានគ្រប់ក្រុមគ្រួសារអរគុណយើងតែងខ្លួនអីក៏បានដែរប៉ុន្តែខ្ញុំសូមទៅចិត្តជាទៀតអីបខលនៅណាមកវាបាត់នេះណាចៅបាត់ចឹងមកអរគុណទៅចានេះតាមមកនេះស៊ីសុភនក្នុងពេទ្យស៊ីវាក្នុងជាដៃឡងខ្មែរវាជាកែឡាប៉ាំងតាមមកយកទៀតទីណាប៉ាតែស៊ីសុភហើយជានេះតាមមកVoilà, tout. Imagine une fois ils se sont trompés. Maison de la presse. Vas-y. Ah, moi il faut que j'aille.
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ